ការងើបឡើងរបស់ប៉ុល ពត និងខ្មែរក្រហមប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ1960គឺជាប្រទេសដែលមានសន្តិភាពនៅអាស៊ីអាគ្នេយ៍ដែលងើបឡើងវិញពីភាពចលាចលនៃសម័យអាណានិគមបារាំងសម្ដេចនរោត្តមសីហនុគ្រប់គ្រងប្រទេសជារាជាធិបតេយ្យឲ្យអាស្រ័យរដ្ឋធម្មនុញ្ញហើយសង្គមកម្ពុជាភាគច្រើនប្រកបរបរសិកម្មទោះជាយ៉ាងណាក៏ដោយប្រទេសនេះត្រូវបានជាប់នៅក្នុងការតស៊ូសង្គ្រាមត្រជាក់ដ៏ធំរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតដែលមានឥទ្ធិពលលើទិដ្ឋភាពនយោបាយនៅដើមទសវត្សរ៍ឆ្នាំ1970ប្រទេសកម្ពុជាបានរកឃើញខ្លួនឯងនៅក្នុងពាក់កណ្ដាលនៃសង្គ្រាមដ៏ឃោរឃៅមួយអាមេរិកបានទម្លាក់គ្រាប់បែកលើផ្នែកខ្លះនៃប្រទេសកម្ពុជាដើម្បីរំខានដល់កងកម្លាំងវៀតណាមខាងជើងដែលលាក់ខ្លួននៅតាមព្រំដែនរបស់ប្រទេសដែលជាយុទ្ធសាស្ត្រមួយដែលបង្កឲ្យមានការអាក់អន់ចិត្តយ៉ាងខ្លាំងក្នុងចំណោមប្រជាជនកម្ពុជានៅឆ្នាំ1970រដ្ឋប្រហារយោធាដែលដឹកនាំដោយឧត្តមសេនីយ៍លន់ នល់បានផ្ដួលរំលំព្រះសីហនុដែលបានភៀសខ្លួនទៅប្រទេសចិនរដ្ឋាភិបាលថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិកបានចូលរួមក្នុងសង្គ្រាមស៊ីវិលប្រឆាំងនឹងកងកម្លាំងខ្មែរក្រហមដែលជាក្រុមទ័ពព្រៃកុម្មុយនីសដែលដឹកនាំដោយឥស្សរជនដែលមិនស្គាល់ច្បាស់ប៉ុល ពត ប៉ុល ពតកើតសាឡុតជាសមាជិកបក្សកុម្មុយនីសកម្ពុជាហើយបានចំណាយពេលនិរទេសខ្លួនជាច្រើនឆ្នាំនៅប្រទេសជិតខាងវៀតណាមនិងចិនទទួលឥទ្ធិពលពីមនោគមវិជ្ជាម៉ាក្សនិយមលេនីននិយមនិងបំផុសគំនិតដោយគំរូបដេវ័តនៃប្រទេសចិនរបស់ម៉ៅសេតុងប៉ុល ពត មានគោលបំណងបង្កើតសង្គមមួយដែលគ្មានការរើសអើងវណ្ណៈដែលហៅថាឆ្នាំសូន្យដែលប្រទេសកម្ពុជានឹងត្រូវបានផ្លាស់ប្ដូរទៅជារបបសង្គមនិយមសកម្មចលនារបស់ខ្មែរក្រហមកំពុងកើនឡើងជាលំដាប់ជាពិសេសនៅតាមតំបន់ជនបទដែលពួកគេទទួលបានការគាំទ្រដោយសន្យាថានឹងបញ្ចប់ភាពក្រីក្រអំពើពុករលួយនិងឥទ្ធិពលបរទេសពួកគេបានលើកឡើងពីការមិនពេញចិត្តយ៉ាងទូលំទូលាយចំពោះរដ្ឋាភិបាលរបស់លន់ នល់ដែលត្រូវបានគេមើលឃើញថាពុករលួយនិងគ្មានប្រសិទ្ធភាពការដួលរលំនៃរាជធានីភ្នំពេញថ្ងៃទី17ខែមេសាឆ្នាំ1975ចំណុចកំពូលនៃសង្គ្រាមទ័ពព្រៃជាច្រើនឆ្នាំបានកើតឡើងនៅថ្ងៃទី17ខែមេសាឆ្នាំ1975នៅពេលដែលកងកម្លាំងខ្មែរក្រហមចូលទីក្រុងភ្នំពេញរាជធានីនៃប្រទេសកម្ពុជាកងទ័ពកម្ពុជាដែលចុះខ្សោយដោយសារជម្លោះផ្ទៃក្នុងជាច្រើនឆ្នាំនិងការទម្លាក់គ្រាប់បែកបានដួលរលំជាមួយនឹងការដួលរលំនៃទីក្រុងភ្នំពេញប៉ុល ពត និងខ្មែរក្រហមបានគ្រប់គ្រងប្រទេសទាំងមូលពេលឡើងកាន់អំណាចរបបប៉ុល ពត បានអនុវត្តភ្លាមនូវគោលនយោបាយរ៉ាឌីកាល់សម្ដៅប្រែក្លាយកម្ពុជាទៅជាសង្គមសកម្មគ្រប់គ្រាន់ទីក្រុងភ្នំពេញដែលធ្លាប់ជាផ្ទះរបស់ប្រជាជនជិត2លាននាក់ត្រូវបានបញ្ចេញចោលទាំងស្រុងអ្នកស្រុកនៅទីក្រុងត្រូវបានជម្លៀសដោយបង្ខំទៅកាន់ទីជនបទជាកន្លែងដែលពួកគេត្រូវបានគេដាក់ឲ្យធ្វើការនៅស្ថានសមូហភាពមន្ទីរពេទ្យសាលារៀននិងរោងចក្រត្រូវបានបិទហើយប្រជាជននៅទីក្រុងត្រូវបានបែកខ្ញែកទៅតំបន់ជនបទនៅក្នុងការពិសោធន៍វិស្វកម្មសង្គមដ៏ធំមួយថ្នាក់បញ្ញារួមទាំងគ្រូបង្រៀនវិជ្ជាបណ្ឌិតវិស្វករនិងអ្នកដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលមុនឬបរទេសត្រូវបានគេកំណត់គោលដៅជាស្រូវរបស់រដ្ឋហើយត្រូវបានបញ្ជូនទៅជំរំការងារទស្សនវិស័យរបស់ខ្មែរក្រហមនៅក្រោមការគ្រប់គ្រងរបស់ប៉ុល ពត ខ្មែរក្រហមបានស្វែងរកការលុបបំបាត់រាល់ដាននៃអរិយធម៌ទំនើបដោយដាក់ឈ្មោះថាជាឥទ្ធិពលមូលធននិយមនិងចក្រពត្តិនិយមរបបនេះបានអនុវត្តគោលនយោបាយជ្រុលនិយមដែលមានគោលបំណងផ្លាស់ប្ដូរសង្គមកម្ពុជាមួយយប់រូបីបានត្រូវបានលុបចោលហើយទ្រព្យសម្បត្តិឯកជនត្រូវបានរឹបអូសប្រជាជនត្រូវបានបង្ខំឲ្យធ្វើការងារធ្ងន់ធ្ងរក្រោមលក្ខខណ្ឌដ៏ឃោរឃៅដោយធ្វើការក្នុងស្រែនិងគម្រោងសាងសង់អស់រយៈពេលជាច្រើនម៉ោងដោយគ្មានអាហារឬសម្រាកតិចតួចបញ្ញវន្តត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់ចក្ខុវិស័យរបស់របបនេះហើយដូច្នេះពួកគេត្រូវបានគេប្រហារជីវិតជាញឹកញាប់ដោយគ្មានការកាត់ទោសខ្មែរក្រហមក៏បានលុបចោលសាសនាមិនគោរពព្រះពុទ្ធសាសនាគ្រីស្ទសាសនានិងទម្រង់សាសនាផ្សេងទៀតប្រាសាទនានាត្រូវបានបំផ្លាញហើយព្រះសង្ឃត្រូវបានគេផ្សឹកនិងសម្លាប់កុមារត្រូវបានបង្ខំឲ្យក្លាយជាមនុស្សស្មោះត្រង់នឹងរោគនេះហើយរាយការណ៍អំពីឪពុកម្ដាយរបស់ពួកគេប្រសិនបើពួកគេសម្ដែងការមិនពេញចិត្តចក្ខុវិស័យរបស់ខ្មែរក្រហមចំពោះសង្គមសកម្មដ៏បរិសុទ្ធគឺគ្មានការចុះសម្រុងនិងមិនប្រកាន់វាលពិឃាត1975 1979នៅចន្លោះឆ្នាំ1975ដល់ឆ្នាំ1979ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងភាពវឹកវរនិងឃោរឃៅប៉ុល ពត និងសមិទ្ធរបស់គាត់រួមមានអៀង សារី ខៀវ សំផននិងនួនជាបានអនុវត្តការសម្លាប់រង្គាលពលកម្មដោយបង្ខំនិងការអត់ឃ្លានជាឧបករណ៍នៃការផ្លាស់ប្ដូររ៉ាឌីកាល់របស់ពួកគេតាមការប៉ាន់ស្មានថាមនុស្សចន្លោះពី1.5 ទៅ 2 លាននាក់ដែលប្រហែលជា1/4នៃប្រជាជនកម្ពុជាបានស្លាប់ក្នុងអំឡុងពេលនេះ
វិធីសាស្ត្រសំខាន់នៃការប្រហារជីវិតរបស់របបនេះគឺការប្រើប្រាស់វាលពិឃាតដែលមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ដោយឈាមត្រជាក់អ្នកទោសត្រូវបានគេនាំទៅកាន់វាលស្រែទាំងនេះជាកន្លែងដែលពួកគេត្រូវបានប្រហារជីវិតដោយការវាយដំការបាញ់ប្រហារឬពេលខ្លះសូម្បីតែកប់ទាំងរស់គុកស្មប៉ីមួយដ៏ល្បីល្បាញក្នុងទីក្រុងភ្នំពេញឬហៅម្យ៉ាងទៀតថាគុកទួលស្លែងបានក្លាយជាមជ្ឈមណ្ឌលនៃប្រតិបត្តិការទារុណកម្មរបស់របបនេះតាមការប៉ាន់ស្មានថាមនុស្សជាង14,000 អ្នកត្រូវបានធ្វើទារុណកម្មនិងសម្លាប់នៅមន្ទីរសំពៃមួយខ្មែរក្រហមបានកំណត់គោលដៅមិនត្រឹមតែបញ្ញវន្តអ្នកជំនាញនិងមន្ត្រីរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែក៏មាននរណាម្នាក់ដែលសង្ស័យថាជាជនក្បត់ឬសត្រូវនៃបដិវត្តន៍ផងដែរនេះរាប់បញ្ចូលទាំងជនជាតិភាគតិចដូចជាចាមមូស្លេមនិងវៀតណាមក៏ដូចជាអ្នកដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបរទេសភាពច្របូកច្របល់នៃការដឹកនាំរបស់ខ្មែរក្រហមបានកើនឡើងនៅពេលដែលពួកគេបានធ្វើការបោះសម្អាតទ្រង់ទ្រីធំនៅក្នុងជួររបស់ពួកគេដោយជឿថានរណាម្នាក់អាចជាជនក្បត់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប៉ុល ពតជាច្រើនត្រូវបានប្រហារជីវិតផងដែរ